ទី3គឺជាគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយនឹងស៊ុយអេតទឹកទី1រង្វាន់គូមិត្តភាពកម្ពុជាស៊ុយអេតវ៉នវីវ៉ាខាបិសមាជេមអីយយយកវាយតែម្ដងអេលេអាការនេះថ្លែងអំណរគុណដល់លោកអញ្ញាលេងហួរឧបត្ថម្ភវ៉នវីវ៉ា$500សហរដ្ឋអាមេរិកអ្នកអត្ថាធិប្បាយលោកមិនភ្លេចទេលោកជួនអ្នកអត្ថាធិប្បាយ$100សហរដ្ឋអាមេរិកដែលថ្លែងអំណរគុណលោកអញ្ញាបាទអត់អីទេវ៉នវីវ៉ាសាបាយតិចទៅបាទការប្រកួតតទៀតហើយមិនរុញខ្ញុំនិយាយស្មើគ្នាទៅមកប្រកាសមិនកើតបើគេឧបត្ថម្ភយើងទៅហើយលោកបណ្ឌិតតាំងនឹងទ្រុនក៏លោកក៏ឧបត្ថម្ភដែរសម្រាប់អ្នកដែលលេងក្បាច់ពិសេសដូចគូប្រកួតនៅលើសង្វៀនអូយយេឌឺ99.99បាទកីឡាករមកពីប្រទេសស៊ុយអែតនេះមិនមែនតឡូវមូលទេណា60ដងហើយវាយបាទ60ដងបើគូប្រកួតនេះគឺឈ្នះ48ដង48ដងចាញ់តែ10ដងទេហើយ2ដងស្មើទេអាយ៉ាជើងក៏ចេះទាត់ដែរគេចោលវាយគាត់តែកាយមិនទាន់ចេញនៅឡើយបាទតែកីឡាករពីបរទេសពេលច្រើនមកចាញ់កីឡាករកម្ពុជាយើងត្រង់កាយបាទកាយអរិយគុំបាទបើពេលចាយវាយតែកណ្ដាប់ដៃទេបាទកណ្ដាប់ដៃគាត់រៀនទាន់ដល់អរគុណដល់ភេសជ្ជៈបើកម្លាំងខារ៉ាបាវបាក់បោះផ្លេចឆ្ងាយមានអារម្មណ៍ថានេះហត់អស់កម្លាំងឬក៏ល្វីដេកុំភ្លេចភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបាទទស្សនាបន្តអូយមកជើងស្ដាំរបស់ខាបិចសមាជិកជើងមិញបើសិនណាតោងសាក់វិញចង់ដាច់ខ្សែណាអាយ៉ាមិនហើយវ៉នវីវ៉ាសុំទីសិនអូផ្លត់ដៃទៅហើយផ្លត់ដៃទៅហើយលោកអញ្ញាកណាគ្រូពេទ្យជួយមើលផងអូមកជើងមិញផ្លត់ដៃហើយអូយបង្គោលខៀវគេថាខ្ញុំណាអ្នកប្រដាល់មកពីស៊ុយអែតមិនស្គាល់ខ្ញុំអូធ្លាក់លើសង្វៀនលើសម្លាញ់ My friend ប្រយ័ត្ន going down ណា My friend please careful yeah careful we're going down manបាទសោកស្ដាយសម្រាប់កីឡាករវ៉នវីវ៉ាបាទសោកស្ដាយផ្លោះស្ដៀខៀវឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមបោះបង់ការប្រកួតនៅក្នុងទឹក